ខ្ញុំចង់ជម្រាបជូនទៅបងប្អូនថារាល់ដំណាំដែលធំមុននឹងអាចរីកទៅល្អបានគឺវាត្រូវការឆ្លងកាត់ដំណាក់កាលមួយគេហៅថាដំណាក់កាលនៃការបណ្ដុះហើយអ្នកខ្លះគឺគាត់ជ្រើសរើសវិធីនៅក្នុងការសាបទៅលើដីបើសិនជាគាត់មានដីធំអ្នកខ្លះទៀតក៏ជ្រើសរើសសាបនៅក្នុងកថាំងកថោអីផ្សេងៗអញ្ចឹងទៅប៉ុន្តែខ្ញុំមកបង្ហាញនេះគឺជាបច្ចេកទេសបែប professional មួយដែលជាទូទៅនៅតាមកសិដ្ឋានគឺគេប្រើប្រាស់វាមានភាពងាយស្រួលនៅក្នុងការថែទាំវាតាមដានសុខភាពទៅលើកូនដំណាំបានល្អហើយវាក៏ធ្វើឲ្យកូនរុក្ខជាតិដែលយើងបានបណ្ដុះនេះគឺវាមានសុខភាពល្អដែរអញ្ចឹងករណីដែលយើងប្រើត្រេបណ្ដុះបែបនេះគឺភាគច្រើនគឺគេប្រើនៅ105រុនហើយកូនដំណាំនេះគឺយើងយកមកសាបបណ្ដុះនៅក្នុងត្រេសិនលុះត្រាតែដល់អាយុវាកូនដំណាំខ្លះវាអាចល្បាក់2អាទិត្យ3អាទិត្យកូនដំណាំខ្លះស្ពៃក្តៅអីយូររហូតដល់ថ្នាក់ចិត្ត1ខែអីចឹងទៅអញ្ចឹងវាពិតជាត្រូវការដីបណ្ដុះដែលមានគុណភាពល្អនៅក្នុងការដែលយើងដាក់ឲ្យត្រេប៉ុណ្ណឹងដើម្បីឲ្យវារស់នៅនេះបងប្អូនមើលឃើញគឺវាត្រូវការរស់នៅនៅក្នុងទំហំប៉ុណ្ណឹងដើម្បីធ្វើការចាប់ឫសវាឲ្យល្អហើយមុននឹងយើងយកទៅដាក់ដាំកូនដំណាំវានឹងមិនខ្សោយទេអញ្ចឹងបើសិនជាបងប្អូនចង់រៀនផ្សាំកូនដំណាំនៅក្នុងត្រេបែបនេះបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានខ្ញុំមានលក់នៅផលិតផលដីបណ្ដុះកូនដំណាំហើយដីបណ្ដុះនេះគឺជាដីបណ្ដុះដែលខ្ញុំបានពិសោធន៍ខ្លួនឯងផ្ទាល់ហើយក៏បានយកទៅប្រើប្រាស់នៅតាមបណ្ដាសហគមន៍មួយចំនួនដែរអូខេអរគុណច្រើនបងប្អូន